ការពីម្សិលមិញក្នុងថ្ងៃនេះគឺ Telegram បាន load នៅពី update ភ្លាមៗអញ្ចឹងបងប្អូនអាចមើលសិនបានអញ្ចឹងគឺជារូបភាពដែល load នៅ app Telegram ពេលយើងចុចចូលទៅគឺវា load នៅពាក្យថា update Telegram នៅ version 12.4 អញ្ចឹងទៅហើយមែនតើទៅមានបងប្អូនខ្លះគាត់ក៏ខ្លាចការដែល load ពី update ហ្នឹងគឺមាន scammer ឬក៏ hacker ណាមួយគាត់ធ្វើនៅមុខងារហ្នឹងដើម្បីឲ្យយើងចុចទៅហើយគឺ hacker ហ្នឹងគឺអាចមានលទ្ធភាពចូលក្នុងគណនី Telegram របស់យើងប៉ុន្តែតាធៀបពិតទៅមិនមែនទេនេះគឺជាក្រុមហ៊ុន Telegram ផ្ទាល់តែម្ដងដែលធ្វើការឲ្យយើង update នៅ app Telegram របស់ខ្លួននៅលើទូរស័ព្ទដៃហ្នឹងទៅ version ចុងក្រោយរបស់ខ្លួនរបស់ Telegram ហ្នឹងគឺនៅ version 12.2.4 អញ្ចឹងទៅហើយនៅក្នុងនោះក៏ក្រុមហ៊ុនបានបញ្ជាក់ដែរថា please update Telegram to latest version នឹងឲ្យយើង update ទៅចុងក្រោយណា version ចុងក្រោយរបស់ខ្លួនហ្នឹងបើសិនជាយើងអត់ update ទៅ version ចុងក្រោយទេmay stop